បញ្ហាធំជាងគេគឺអត់បានប្រាច់ឆ្នាំឲ្យទាំងអស់សប្តាហ៍ទី1ឈានចូលសប្តាហ៍ទី2នៃខែមករាឆ្នាំ2026នេះមានករណីកម្មករនិយោជិតដែលធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់រោងចក្រផលិតស្បែកជើងនិងផលិតកាដូបានធ្វើកោតកម្មតវ៉ាចំនួន4ករណីក្នុងខេត្តចំនួន4ផ្សេងៗគ្នាមូលហេតុដើម្បីទាមទារប្រាក់បំណាច់ឆ្នាំធ្វើការរោងចក្រអត់បើកប្រាក់ខែឲ្យតាមសន្យានិងការទាមទារលក្ខខណ្ឌការងារមួយចំនួនទៀតជាក់ស្ដែងព្រឹកថ្ងៃទី7ខែមករាឆ្នាំ2026ក្នុងស្រុកកងវិស័យខេត្តកំពង់ស្ពឺកម្មការនីប្រមាណជាង2000នាក់នៅរោងចក្រដេរស្បែកជើងយូជាឆេងបាននាំគ្នាធ្វើការតវ៉ាបិទផ្លូវជាតិលេខ3ដោយសារតែមេការជនជាតិចិនប្រមាថមើលងាយកម្មករដែលជាជនជាតិខ្មែរនិងមិនបើកប្រាក់បំណាច់ឆ្នាំជាពិសេសថ្ងៃបុណ្យ7មករាដោយមិនអនុញ្ញាតឲ្យកម្មករឈប់សម្រាកហើយបញ្ហានេះក៏ត្រូវបានដោះស្រាយវិញដោយភាគីកម្មករនិយោជិតនិងនិយោជកបានឯកភាពគ្នាលើ10ចំណុចក្នុងនោះរួមមានការបញ្ឈប់ប្រើប្រាស់ពាក្យមិនសមរម្យនិងជេរប្រមាថលើកម្មករការអនុញ្ញាតឲ្យកម្មករដែលមានជំងឺមានវិជ្ជាបញ្ជាអាចឈប់សម្រាកបាននិងការអនុវត្តការឈប់សម្រាកប្រចាំឆ្នាំដែលធ្វើឡើងទៅតាមវេនជាដើមដោយឡែកកាលពីរសៀលថ្ងៃទី8និងព្រឹកថ្ងៃទី9ខែមករាកម្មករនិយោជិតប្រមាណជាង1000នាក់ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង New Target Footwear បានធ្វើកោតកម្មបិទផ្លូវនៅមុខរោងចក្រលើដងផ្លូវលេខ132ស្ថិតនៅក្នុងភូមិទីប៉ាត់ឃុំជាងតងស្រុកតាមកក់ខេត្តតាកែវក្នុងគោលបំណងគឺទាមទារឲ្យក្រុមហ៊ុនបើកប្រាក់បំណាច់ឆ្នាំឲ្យបានគ្រប់ចំនួននិងគោរពតាមលក្ខខណ្ឌការងារមួយចំនួនទៀតយ៉ាងណាក៏ដោយបន្ទាប់អំពីការតវ៉ាអស់រយៈពេល2ថ្ងៃនេះកម្មករនិយោជិតក៏បានយល់ព្រមចូលធ្វើការវិញបន្ទាប់អំពីមានការសម្របសម្រួលពីមន្ត្រីជំនាញក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈភាគីរោងចក្រសន្យាថានឹងបើកប្រាក់បំណាច់ឆ្នាំទាំងអស់ឲ្យកម្មករនិយោជិតនៅថ្ងៃទី12ខែមករាឆ្នាំ2026ខាងមុខនេះស្រដៀងគ្នានេះដែរព្រឹកថ្ងៃទី9ខែមករាឆ្នាំ2026នេះកម្មការនីរាប់រយនាក់ដែលបម្រើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ML នៅតំបន់សេដ្ឋកិច្ចពិសេសអូនាងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក៏មានការផ្ទុះការតវ៉ាធ្វើកោតកម្មដោយសារក្រុមហ៊ុនអត់បើកប្រាក់ខែឲ្យតាមការសន្យាដោយឡែកវិសៀលថ្ងៃទី9ខែមករាឆ្នាំ2026នេះដែរកម្មការនីប្រមាណជាង1000នាក់នៅរោងចក្រផលិតកាដូ BUT Pack មានទីតាំងស្ថិតនៅភូមិស្វាយទឺសង្កាត់ស្វាយទឺក្រុងបាវិតខេត្តស្វាយរៀងបានប្រមូលផ្ដុំគ្នានៅមុខរោងចក្រដើម្បីធ្វើកោតកម្មតវ៉ាករណីរោងចក្រមិនបើកប្រាក់បំណាច់ឆ្នាំនិងមានការកັບកេងលុយពីសំណាក់រដ្ឋបាលរោងចក្រជាដើមពាក្យពន្ធនឹងការធ្វើកោតកម្មតវ៉ាផ្ទុំទូនគ្នានេះដែរអ្នកស្រីយ៉ាងសុភ័ណ្ឌប្រធានសហព័ន្ធសហជីពកម្ពុជាបានលើកឡើងថាភាគីក្រុមហ៊ុនត្រូវគោរពច្បាប់ឲ្យបានត្រឹមត្រូវនិងធ្វើយ៉ាងណាកុំឲ្យមានស្តង់ដារការងារផ្សេងគ្នាតែដោយសារតរោងចក្រអស់ហ្នឹងគឺគាត់មកធ្វើការងារតាមតែអំពើចិត្តរបស់គាត់ក៏អត់រំលោភគាត់អត់អនុវត្តច្បាប់ផងអញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់អនុវត្តបែបហ្នឹងចង់មិនចង់គឺមានបញ្ហាកើតឡើងហើយអ្នកស្រីបន្ថែមថាការគោរពច្បាប់របស់រោងចក្រដែលមកវិនិយោគនៅកម្ពុជានិងការចុះធ្វើអធិការកិច្ចការងារនៃមន្ត្រីជំនាញរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតាមរោងចក្រនីមួយៗគឺពិតជាសំខាន់នៅក្នុងការលើកកម្ពស់សិទ្ធិការងារសិទ្ធិកម្មករនិយោជិតនិងការលើកកម្ពស់ការងារសមរម្យនៅកម្ពុជា